បតាមការចាត់តាំងរបស់ឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឯកឧត្តមរដ្ឋលេខាធិការគង់ច័ន្ទវាសនាបានអញ្ជើញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅពហុកីឡដ្ឋានអូឡ িম্প ិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសន្តិបណ្ឌិតណេតសាវឿនឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នមន្ត្រីរាជការកងកម្លាំងមានសមត្ថកិច្ចព្រមទាំងសិស្សនិស្សិតយ៉ាងច្រើនកុះករពិធីនេះមានគោលបំណងអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាបញ្ជ្រាបខ្លឹមសារអប់រំផ្សព្វផ្សាយនិងបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនព្រមទាំងលើកកម្ពស់ការយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈជាពិសេសក្នុងចំណោមសិស្សនិស្សិតនិងយុវជនឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានថ្លែងសារអំពាវនាវឲ្យគ្រប់តួអង្គទាំងអស់ទាំងក្រសួងស្ថាប័នរដ្ឋអង្គការដៃគូជាតិនិងអន្តរជាតិព្រមទាំងវិស័យឯកជននិងសហគមន៍រួមកម្លាំងសាមគ្គីដើម្បីបង្ការទប់ស្កាត់និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជាកម្មវិធីអបអរសាទរនេះក៏មានការដាក់តាំងស្តង់ពិព័រណ៍របស់ក្រសួងស្ថាប័នជាច្រើនរួមទាំងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទផងដែរដើម្បីដាក់តាំងបង្ហាញសកម្មភាពនិងលទ្ធផលការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនសូមជម្រាបជូនផងដែរថាឯកឧត្តមរដ្ឋមន្ត្រីដិតទីណាតែងយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយបានណែនាំឲ្យមានការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកម៉ូតក្នុងចំណោមមន្ត្រីរាជការស្របតាមបទបញ្ជា01របស់រាជរដ្ឋាភិបាលដើម្បីធានាថាថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ស្អាតស្អំមិនពាក់ព័ន្ធនឹងគ្រឿងញៀននិងមានវគ្គផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់និស្សិតនៃសាកលវិទ្យាល័យនិងវិទ្យាស្ថានកសិកម្មទាំង3របស់ក្រសួងជាប់ជាប្រចាំដោយភ្លៀងរលឹមអនុវត្តតាមបទបញ្ជាលេខ01បបស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់និងផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី10របស់រាជរដ្ឋាភិបាលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបន្តរៀបចំធ្វើតេស្តទឹកមូតរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការនៃអគ្គនាយកដ្ឋានកសិកម្មដោយមានអ្នកចូលរួមចំនួន555នាក់និងទទួលបានលទ្ធផលអវិជ្ជមានទាំងអស់